ចេះឲ្យចាត់ចែងចេះឲ្យចក្រវាលចាត់ចែងជំនួសយើងបងប្អូនធ្លាប់ធ្លាប់ឮណាពាក្យថាចក្រវាលណាចាអញ្ចឹងបងប្អូនអ្នករៀនច្បាប់ស្រូបទាញក៏ដូចជាមិនរៀនក៏ដោយច្បាប់ស្រូបទាញគឺប្រើអូតូម៉ាទិកហ្មងអ្នកណាក៏ប្រើច្បាប់ស្រូបទាញដែរគ្រាន់តែថាដឹងប្រើហើយនឹងមិនដឹងប្រើប៉ុន្តែច្បាប់ស្រូបទាញគឺប្រើអូតូម៉ាទិកតែម្ដងណាបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់អ្នករៀនច្បាប់ស្រូបទាញគឺយើងដឹងពីការប្រើច្បាប់ស្រូបទាញចាការដឹងពីវិធីប្រើច្បាប់ស្រូបទាញគឺច្បាប់ស្រូបទាញអត់មានចាក់ឆ្ងាយពីចក្រវាលទេអ្នកប្រើច្បាប់ស្រូបទាញជាពិសេសកូនប៉ោះម៉ែរួយគឺតែងតែដឹងថាកាលណាឃ្លាតពីចក្រវាលកាលណាមិនដឹងចក្រវាលកាលណាមិនហៅរកចក្រវាលមានន័យថាយើងធ្វើដោយខ្លួនឯងគឺវាហត់ហើយការងារច្រើនការងារធំធំការងារដែលអឺជាការងារមួយដែលអស្ចារ្យបែបអភិនិហាគឺមនុស្សយើងធ្វើអត់បានទេប៉ុន្តែចក្រវាលធ្វើបានដូច្នេះថ្ងៃនេះខ្ញុំចង់និយាយពីរឿងមួយដែលយើងអាចផ្សារភ្ជាប់ជាមួយនឹងចក្រវាលហើយឲ្យការងារទាំងអស់ចក្រវាលជាអ្នកចាត់ការយើងធ្វើមិនដើម្បីផ្សារភ្ជាប់ជាមួយនឹងចក្រវាលចំណុចទីមួយដែលយើងអាចផ្សារភ្ជាប់ជាមួយនឹងចក្រវាលបានគឺបងប្អូនគឺនៅពេលដែលយើងមានការលំបាកឬក៏នៅពេលដែលយើងអត់នឿយឬនៅពេលដែលយើងអឺធ្វើដោយខ្លួនឯងទាំងអស់ហើយវាអត់សូវបានផលគេហៅថាការធ្វើដោយខ្លួនឯងដោយមិនបានពឹងលើចក្រវាលអញ្ចឹងចក្រវាលជាអ្វីចក្រវាលគឺជាអ្នកដែលជំរុញណាជាអ្នកដែលនាំនៅរឿងរ៉ាវល្អធំដែលយើងធ្វើមិនកើតយើងត្រូវតែពឹងកម្លាំងថាធ្វើយ៉ាងម៉េចទៅយើងអាចពឹងកម្លាំងហើយធ្វើយ៉ាងម៉េចទៅយើងអាចអញ្ចឹងចំណុចទី1ដែលខ្ញុំចង់និយាយពេលនេះគឺបើសិនណាជាយើងត្រូវតែផ្សារភ្ជាប់ជាមួយនឹងគេឲ្យយើងឈប់សិនគេឲ្យយើងឈប់គិតឈប់ខ្វល់ឈប់ខ្វាយឈប់រឿងគ្រប់យ៉ាងនិយាយថាមួយថ្ងៃយើងគិតតែរឿងស្ដីរឿងកូនរឿងអ្នកនេះរឿងអ្នកនោះអូជាពិសេសបើសិនណាជានៅក្នុងបណ្ដាញសង្គម Facebook វិញគឺច្រើនមែនតើអូខ្វាច់ទៅឃើញតែរឿងរ៉ាវរបស់តែអត់ឃើញរឿងរ៉ាវរបស់ខ្លួនឯងចាអញ្ចឹងទីមួយគេឲ្យយើងឈប់សិនឈប់ហើយត្រឡប់មកដង្ហើមយើងហើយដកដង្ហើមចេញចូលរបស់យើងគឺគេឲ្យដកចូល4ហើយឈប់បន្តិចសិនហើយដកចេញ6ចាអញ្ចឹងសម្រាប់បងប្អូនអ្នកដែលតិចគឺបងប្អូនមានថាពេលយើងដកចូលគឺពុះប៉ោងដកចូលឲ្យយើងរាប់4ដកចូលរាប់4 1 2 3 4ហើយយើងឈប់ដង្ហើមនឹងបន្តិចហើយយើងដកចេញវិញរាប់6ដកចេញវិញ1 2 3 4 5អូនអាចហាត់ធ្វើបែបហ្នឹងណាទប់គិតរឿងរ៉ាវទាំងអស់នៅផ្លែតសិនហើយមកអង្គុយដកដង្ហើមចូលដកចូលយើងរាប់1 2 3 4ហើយយើងទប់ដង្ហើមវាទប់នៅបន្តិចហើយយើងដកចេញវិញយើងរាប់1 2 3 4 5 6នៅពេលដែលបងប្អូនដកដង្ហើមចូលគេឲ្យយើងគិតថារាប់1 2 3 4ហើយគិតថាខ្ញុំនៅក្នុងចិត្តរបស់ហើយដកដង្ហើមចេញឲ្យរាប់1 2 3 4 5ឲ្យយើងគិតថាចក្រវាលនៅក្នុងចិត្តខ្ញុំនៅក្នុងចិត្តរបស់ចក្រវាលនៅក្នុងចិត្តរបស់ខ្ញុំពេលដែលយើងដកដង្ហើមចូលគេឲ្យយើងនិយាយថាចក្រវាលនៅក្នុងចិត្តរបស់ខ្ញុំដកដង្ហើមចេញគេឲ្យយើងនិយាយខ្ញុំនៅក្នុងចិត្តរបស់នេះគឺជាការផ្សារភ្ជាប់គ្នារវាងហើយចឹងយើងទុកឲ្យរឿងរ៉ាវដែលយើងគិតច្រើននេះឲ្យដូច្នេះគ្រប់យ៉ាងបងប្អូនបាច់ទុក
បងប្អូនសាកមើលណាពេលដកដង្ហើមចូល1 2 3 4ទប់ដង្ហើមបន្តិចដកចេញ1 2 3 4 5 6ពេលដែលដកចូលគេឲ្យយើងគិតថាចក្រវាលនៅក្នុងចិត្តខ្ញុំនៅក្នុងចិត្តរបស់អ្នកទាំងអស់គ្នាណាបងប្អូននឹងមានអារម្មណ៍ថា